บอกយើងមានអីហើយយើងផុតយើងមានអាហារហើយយើងតែចែកទីតាស្ដេចបាទអ្នកយើងតែឡាដល់បងគុណខំកុំខំតាមស្រួលតាមស្រួលដែរតាមស្រួលខំជិបចិត្តតាមស្រួលរបស់ខ្ញុំតែខ្ញុំតាមពីតាមស្រួលតាមស្រួលគុំតាមស្ដេចគុំតាមព្រាយសុខជាមានគ្រប់គ្នាខ្ញុំស្អីទឹកដល់សុខទឹកបន្តិចទឹកនៅខាងនោះលោកមិនចាស់ទេណាអើយខ្ញុំខាងខ្ញុំហាក់ស្រាច់គេសោយដល់ជឿអីដល់ខ្ញុំបាត់ខ្ញុំច្រើនថ្ងៃតែខ្លាចមែនទេព្រះអង្គសូមយាងទតជួកងទ័ពជាតិជើងលោកម្ចាស់កងទ័ពទាំងអស់នេះសុទ្ធតែជាកងទ័ពរបស់លោកមែនទេទេពួកគេសុទ្ធតែជាទ័ពរបស់ព្រះអង្គលោកមានកងទ័ពប្រមាណនេះទ័ពឆ្នើមជាង500នាក់មេទ័ពរាប់ពាន់នាក់អាចារ្យពិតជាអាចារ្យមែនលោកក្លាហានជាងតុងជាប់ទៅទៀតក្លាហានជាងតុងជាប់10ដងព្រះអង្គអញ្ចឹងប្រសាណាអញ្ចឹងមានលោកមានតបឆាននៅគឺជាសំណាងល្អរបស់រាជការជាសំណាងល្អរបស់មហាហានអាចកម្ចាត់ជនក្បត់អាចធ្វើកិច្ចការដ៏ធំបានហើយព្រះអង្គឥឡូវគួរផ្ដល់រង្វាន់ជូនឆាវហើយណាលោកម្ចាស់យើងតែងតាំងលោកជាមេតបធំជាស្ដេចប្រាញ់អ៊ូភីងពីថ្ងៃនេះតទៅលោកគឺជាសសរទ្រូងរបស់រាជការទូលបង្គំសូមអរព្រះគុណព្រះអង្គអរសាទរស្ដេចប្រាញ់អ៊ូភីងសូមទូលព្រះអង្គទូលបង្គំមានការទូលថ្វាយលោកនិយាយមកចុះទីក្រុងលក់យ៉ាងឲ្យលោកបែកបាក់ខ្លាំងណាស់រាជវាំងនិងវិហារត្រូវតបបំផ្លាញចោលអស់ម្យ៉ាងទៀតលក់យ៉ាងនៅចិត្តពួកតបក្បត់ស៊ីលៀងពេកដើម្បីសុវត្ថិភាពរបស់ព្រះអង្គដើម្បីការពង្រឹងរាជវង្សមហាហានឡើងវិញសូមព្រះអង្គបដូរក្រុងទៅស៊ីឆាងបង្កើតរាជការឡើងវិញដើម្បីពង្រឹងរាជការអីត្រូវបដូរទីហើយទេបាទទេបាទជាតែអស់ជាមួយទៅបាត់ថាលក់យ៉ាងបែកបាក់មែនប៉ុន្តែគឺជារាជធានីដែលមានអាយុកាល200ឆ្នាំជាភូមិសាស្ត្រល្អងាយស្រួលក្នុងការការពារស៊ីឆាងគឺជាកន្លែងស្អីទៅគាត់តែជាសម្បុកចាស់របស់ឆៅយើងបដូររាជធានីទៅស៊ីឆាងអញ្ចឹងត្រូវចូលក្នុងកណ្ដាប់ដៃរបស់ឆៅសមហេតុសមផលតាសូមព្រះអង្គទតទៅព្រះអង្គទតឲ្យច្បាស់ទៅមានតែនៅស៊ីឆាងទេទើបអាចមានតបឆ្នោតច្រើនបែបនេះមកការពារអញ្ចឹងទើបរាជការគ្មានការបារម្ភបានអញ្ចឹងយើងរាជានុញ្ញាតបដូររាជធានីទៅស៊ីឆាងចុះជ័យយោ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 អស់លោកទាំងអស់គ្នាពួកយើងទើបតែចេញផុតពីសម្បុកចចឥឡូវនេះបានជាចូលមករុំខ្លាទៅវិញតើពួកយើងគួររស់នៅយ៉ាងណាទៅដល់ដំណាក់កាលនេះទៅហើយព្រះអង្គគួរតែលួចពង្រឹងសមត្ថភាពរងចាំមើល